និងជាកីឡាករគូទូទាយប្រចាំសប្តាហ៍ផងបានឡើងមកដល់សាយៀនប្រដាល់ហើយរីឯលោកអញ្ញាកណ្ដាលសម្រាប់កីឡាករគូនេះគឺតម្រូវទៅលើលោកគ្រឿងសុសាយរីឯចៅក្រមទាំង5មាន1លោកហងសឿន2លោកសួនសំសាក់3លោកអ៊ុតសុផល4លោកមាសសុគ្រីនិង5លោកទេសរិនបាទឃើញថាភូមិតារាយបាទគេថាប៉ះជាមួយនឹងពេជ្រសុផាន់ថ្ងៃនេះខ្ញុំបាទជឿថាការប្រកួតអស់លោកលោកស្រីប្រកាសជាត្រូវតែតាមដានទស្សនាទាំងអស់គ្នាហើយបាទទូទាយមុនបានទេហើយក៏ជាគូទូទាយដោយបងទុលវីលោកបានជំរាបជូនហើយឥឡូវនេះតាមដានមើលប្រវត្តិបាទតាមដានប្រវត្តិសង្ខេបនៃការប្រកួតរបស់កីឡាករទាំងពីរបន្តិចទៅមើលថាតើប្រវត្តិនៃការប្រកួតរបស់កីឡាករទាំងពីរកីឡាករខាងណាបាទមានបទពិសោធន៍ច្រើនជាងខាងណាបាទលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពខ្ញុំបាទក៏សូមជម្រាបជូនពីប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរបាទបង្គោលក្រហមភូមិសារាយមានអាយុ21ឆ្នាំសំទុំ26ឆ្នាំមានទីលំនៅនៅភូមិគោរឋានភូមិអូអំបិលស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យកីឡាករភូមិសារាយធ្លាប់ប្រកួតបានចំនួន38ដងឈ្នះ24ដងចាញ់5ដងស្មើ4ដងប្រកួតលើកចុងក្រោយឈ្នះកីឡាករឡុងជ័យសុផលនៅក្នុងទឹកទី4កីឡាករភូមិសារាយធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់នៅលើសាយវានប្រដាល់ចំនួន17ដងបាទកីឡាករថ្វាយបង្គំគ្រូតាមរបៀបហៅថារំលឹកគុណគ្រូលោកគ្រូបង្វឹករបស់កីឡាករគឺលោកវ៉ៃអេងជាកីឡាករនៅក្នុងក្លឹបកីឡាប្រដាល់រាជសីកីឡាខេត្តបន្ទាយមានជ័យបង្គោលខៀវពេជ្រសុផាន់មានអាយុ22ឆ្នាំមានទីលំនៅនៅភូមិក្តីតាហុកឃុំគោពោរំចាក់ស្រុកព្រៃកបាស់ខេត្តតាកែវធ្លាប់ប្រកួតបានចំនួន66ដងឈ្នះ55ដងចាញ់2ដងស្មើ4ដងប្រកួតលើកចុងក្រោយឈ្នះកីឡាករសិនវិជ្ជការនៅក្នុងទឹកទី2កីឡាករពេជ្រសុផាន់ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លាប់នៅលើសាយវានប្រដាល់ចំនួន25ដងកីឡាករថ្វាយបង្គំគ្រូតាមរបៀបហៅថាព្រាមពាត់សីមាលោកគ្រូបង្វឹករបស់កីឡាករគឺលោកឈិតសរឹមនិងលោកខាត់ភិនជាកីឡាករនៅក្នុងសមាគមកីឡាប្រដាល់មជ្ឈមណ្ឌលកីឡានៃកងយុទ្ធពលខេមរៈភូមិន្ទលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពបាទឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏មានកិត្តិយសសូមជម្រាបជូនផងដែរថាសម្ដេចនរោត្តមសេរីវុឌ្ឍឧបនាយករដ្ឋមន្ត្រីនិងជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាទប្រងបានប្រទាននៅថវិកាបាទចំនួន 10,000 រៀលដល់កីឡាករភូមិសារាយបង្គោលក្រហមអាដាមលីអៀមឡាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឧបត្ថម្ភជាទឹកប្រាក់ចំនួន 10,000 រៀលផងដែរដល់កីឡាករភូមិសារាយបាទឥឡូវនេះកីឡាករទាំងពីរកំពុងតែទទួលស្ដាប់នៅបទបញ្ជានៃការប្រកួតពីសំណាក់លោកអញ្ញាកណ្ដាលគឺលោកគ្រឿងសុសាយបាទហើយលោកកំពុងតែប្រាប់ដល់ចៅក្រមទាំង5ឲ្យត្រៀមលក្ខណៈបាទគឺថាការប្រកួតចាប់ផ្ដើមហើយឥឡូវនេះក៏សូមគោរពអញ្ជើញទូរទស្សនិកជនបាទជួបជាមួយអនថាច់កំឡុងទេណាបាទសូមគោរពអញ្ជើញបាទអ្វីដែលលោកអ្នកលោកស្រីទន្ទឹងរង់ចាំអ្វីដែលលោកស្រីចង់ជួបឥឡូវនេះពេលវេលាក៏មកដល់ហើយអ្វីដែលលោកស្រីរង់ចាំចង់ជួបក៏បានជួបដែរគឺកីឡាករភូមិសារាយបង្គោលក្រហមហើយកីឡាករពេជ្រសុផាន់បង្គោលខៀវស្វាគមន៍ជើងស្ងៀមរបស់ពេជ្រសុផាន់ភូមិសារាយផាត់លោកវិញលោកស្ដាំតងមកវិញដែរបាទមួយជើងឆ្វេងរបស់ពេជ្រសុផាន់ថាទប់មួយសិនភូមិសារាយបង្គោលក្រហម1 2ស្វាគមន៍គ្នាដំបងធ្ងន់តែម្ដងបាទចានស្ដាំរបស់ពេជ្រសុផាន់បាទអលោកស្រីធ្លាប់ស្គាល់ហើយទម្ងន់ជើងរបស់កីឡាករពេជ្រសុផាន់បាទប្រហែលមិនបានទេមហាទម្ងន់ជើងមិនធម្មតាទេបាទពេជ្រសុផាន់អាចទប់ល្អណាស់បាទរបស់ភូមិសារាយទាត់ក្រោមឲ្យចាពេជ្រសុផាន់ជាយប់កាប់ចានសងពេជ្រសុផាន់កាប់ចានភូមិសារាយហើយដកឃ្លាមួយគ្រាបន្តិចសិនបាទពីព្រោះអបញ្ហាដូចជាផ្លត់ទំនោរបន្តិចដេញតាមឲ្យចាស់ទាត់ជើងបាទកណ្ដាប់ដៃសង
សូមជម្រាបថាកណ្ដាប់ដៃរបស់ភូមិសរាយក៏ជាកណ្ដាប់ដៃមហាទម្ងន់ដែរប៉ះជាមួយនឹងមហាទម្ងន់ជើងនិងមហាទម្ងន់កណ្ដាប់ដៃយ៉ាងណាឥឡូវនេះលោកលោកស្រីផ្ទុះសំណាយបាទមិនមែនផ្ទុះសំណាយទេសូមអភ័យទោសផ្ទុះសំឡេងហូរគាំទ្រលើកទឹកចិត្តដល់បច្ចេកទេសរបស់កីឡាករទាំងពីរកែងបិទទប់ការពារយ៉ាងណាដែរភូមិសរាយរាប់អីយ៉ាបោះដាំដងបាទសូមជម្រាបថាខ្លួនរបស់ភូមិសរាយបាទគេពូកែខាងបង្វិលហក់លូនសម្រាប់ខ្លួនរត់រាល់យ៉ាងម៉េចដែរពេញច្បាប់ជាយឹមចុងពងស្ដាំលើកចុងពងស្ដាំភូមិសរាយជ្រែកចូលកាប់ឆាសងអាយ៉ាមួយដៃកណ្ដាប់ដៃមហាទម្ងន់របស់ភូមិសរាយធ្វើឲ្យពេជ្រសុផាន់មកដងម្នាក់បាត់នៅក្នុងទឹកទី1នេះអស្ចារ្យណាស់អូហូបាទមហាទម្ងន់កណ្ដាប់ដៃរបស់ភូមិសរាយចុងពងហោះមិនបានទេបាទកណ្ដាប់ដៃមហាទម្ងន់ដៃស្ដាំរបស់ភូមិសរាយបានបង្ហាញឃើញនឹងជូនអស់លោកស្រីហើយអាយ៉ាមួយដៃឆ្វេងចុងដៃបន្តិចបាទចប់ទឹកទី1ទៅហើយបាទចែកទេវិធីទប់ស្កាត់ប៉ុន្តែយ៉ាងណាក៏ដោយបាទជាធម្មតាទេទម្ងន់ដៃក៏ដូចជាទម្ងន់ជើងផ្លត់មិនបានទេបាទជាកីឡាករដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងពិភពបាទប្រដាល់កីឡាក្បាច់ខ្មៅបុរាណនេះគឺជាការចែកដនទៅវិញទៅមកទេបាទមិនមែនបញ្ជាក់ថាកីឡាករទាំងពីរខ្សោយក្នុងការប្រកួតទេគ្រាន់ថាជាការធ្វេសប្រហែសបន្តិចបន្តួចឥឡូវនេះឲ្យទឹកហើយសិក្សាបច្ចេកទេសគ្នាថាតើសកម្មភាពនៃការប្រកួតនៅក្នុងទឹកទី2នេះបង្កើននឹងតាក់ទាញការជួយចិត្តទស្សនិកជនដល់កម្រិតណាខ្ញុំបាទមិនដឹងដូចតែគ្នាអញ្ចឹងបាទសូមមេត្តារងចាំបន្តិចទៀតដើម្បីធ្វើការទស្សទាយបាទសូមមេត្តាទស្សទាយផងទស្សនាបណ្ដាទស្សទាយបណ្ដាចំពោះបងប្អូនលោកស្រីដែលប្រើប្រព័ន្ធទូរស័ព្ទ011 Kensin បាទឥឡូវនេះទឹកទី2ចេញដំណើរទៀតហើយប្រហែលមិនបានផ្លាត់មិនបានមានតែការប្រុងប្រយ័ត្នទើបជាការល្អសម្រាប់កីឡាករទាំងពីរបាទពេជ្រសុផាន់ដេញតាមភូមិសរាយជាជើងស្ដាំរងចាំស្វាគមន៍ពេជ្រសុផាន់ដើរចូលលោកអាចចាក់មួយដៃអាយ៉ាមិនបានទេក៏ដៃចាក៏ដប់ដៃពី3អាយ៉ាយ៉ាងមិនដែរបាទពេជ្រសុផាន់បាទយកឱកាសចាប់រិញទប់ខ្លួនបន្តិចមិនអត់មានជាបញ្ហាទេបាទអាចចេតនាទេអាយ៉ាកដាលលោកក៏ប្រមានហើយដែរភូមិសរាយចូលមិនបានទេបាទជ្រែកមិនបានទេជ្រែកជាយាមបាទលក្ខរបបជាយាមចាប់ទៅជាប់បំណងនឹងប្រើជង្គង់ភូមិសរាយបំរុងនឹងចុចចុងជើងសម្រាប់ខ្លួនហោះមកប្រើកណ្ដាប់ដៃសម្រាប់ផ្ទៃមុខរបស់ពេជ្រសុផាន់ជួយអាចាខំអាចាអូអាយ៉ាកណ្ដាលបាទអស្ចារ្យណាស់សម្រាប់ចិត្តរាប់ទៅលើពេជ្រសុផាន់ម្ដងទៀតហើយនៅក្នុងទឹកទី2នេះបាទពេជ្រសុផាន់ហាក់ដូចជាមិនអស់ចិត្តចំពោះខ្លួនឯងប៉ុន្តែឥឡូវនេះចាំមើលយ៉ាងម៉េចដែរភូមិសរាយសម្ដៅសម្រុកចូលឲ្យចាស់ខុសបាទចុងគង់របស់ពេជ្រសុផាន់ក៏មិនទាន់ធ្វើអ្វីចេញមកចុងគង់ឆ្វេងឲ្យមួយដៃចុងគង់ពេជ្រសុផាន់នៅតែមានទម្ងន់ទេសូមកុំភ្លេចភូមិសរាយក៏មិនទាន់មានជំនឿដែរពេជ្រឲ្យចោបច្ចេកទេសផ្ដាច់ចុងក្រោយប៉ុន្តែពេជ្រសុផាន់បិទទប់ការពារល្អណាស់បាទខ្ញុំបាទក៏ពុះប្រែកតែអត្ថាធិប្បាយផុតសំលេងដែរសូមមេត្តាអភ័យទោសបាទអីចាស់ពេជ្រសុផាន់ឈោមនៅនឹងមួយកន្លែងដោយគ្មានឱកាសតបតជាមួយនឹងភូមិសរាយបានទេកណ្ដាប់ដៃបាទខ្ញុំបាទរាប់ក៏មិនទាន់ដែរអត់អីទេបាទខ្ញុំបាទជឿជាក់ថាពេជ្រសុផាន់នៅតែបន្តការប្រកួតបានថាតែម្ដងទៀតទេអូនកំឡុងมันអាចរាប់3ដងក្នុងមួយទឹកបានទេបាញ់ជឿជាក់ថាលោកអញ្ញាកណ្ដាលឡងជ័យសផលទេបាទអនុញ្ញាតទេព្រោះឃើញថាក្នុងមួយទឹករាប់លើកទី3គឺមិនរាប់ទេនេះឃើញថាកីឡាករពេជ្រសុផាន់គ្មានឱកាសនឹងតបតបាទបាទគេថាកណ្ដាប់ដៃរបស់កីឡាករភូមិសរាយគឺមិនធម្មតាទេធ្វើឲ្យកីឡាករបាទពេជ្រសុបាទឆ្វេងមួយដាំឆ្វេង
សូមជម្រាបជូនដល់ទូទាំងនិកជនបានជ្រាបផងដែរថា